Android និង iOS មួយណាសុវត្ថិភាពជាងមានមនុស្សជាច្រើននិយាយថា iOS សុវត្ថិភាពជាង Android ខណៈអ្នកខ្លះទៀតនិយាយថា Android ក៏ល្អដែរបើចេះប្រើថ្ងៃនេះយើងនឹងនិយាយឲ្យច្បាស់ថាតើមួយណាមានសុវត្ថិភាពជាងហើយមួយណាស័ក្តិសមសម្រាប់អ្នកហេតុអ្វី iPhone គេថាសុវត្ថិភាពជាងជាទូទៅ iPhone ឬ iOS ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពខ្ពស់ជាងបន្តិចហេតុផលមានប៉ុន្មានចំណុចខាងក្រោមនេះទី1 App Store ត្រូវបានត្រួតពិនិត្យតឹងរ៉ឹងជាងមុននឹង App មួយអាចចូលទៅកាន់ App Store បាន Apple ត្រូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនោះមានន័យថា App คล้ายៗ malware ឬ App ដែលលួចទិន្នន័យមានឱកាសចូលតិចតួចបំផុតឧទាហរណ៍បើមាន App ណាមួយចង់លួច password ឬ data របស់អ្នកវានឹងត្រូវបានឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យរបស់ Apple ជាមុនសិនចំណុចទី2 Security Update ពេលមានចន្លោះប្រហោងសុវត្ថិភាពឬ bug ថ្មីរបស់ Apple គឺ Apple ធ្វើការបញ្ចេញកំណែ Update ទៅលើ iPhone ជាច្រើន model ក្នុងពេលតែមួយមានន័យថាអ្នកប្រើប្រាស់ iPhone ភាគច្រើនទទួលបានការផាច់សុវត្ថិភាពលឿនជាង Android ខណៈ Android ខ្លះអាច Update យឺតព្រោះតែវាអាស្រ័យទៅលើ brand របស់ទូរស័ព្ទដូចជា Samsung, Xiaomi, Oppo ឬ brand ផ្សេងៗ Android មិនមែនមិនមានសុវត្ថិភាពទេប៉ុន្តែនេះមិនមែនមានន័យថា Android មិនមានសុវត្ថិភាពទេ Android មានអត្ថប្រយោជន៍មួយគឺអាច customize បានច្រើននិងមានសេរីភាពខ្ពស់ប៉ុន្តែសេរីភាពច្រើនក៏អាចមានហានិភ័យច្រើនដែរឧទាហរណ៍អ្នកអាច download app ពី website ខាងក្រៅបានឬ APK file បានតែបើ download ខុសអាចនាំឲ្យ malware ចូលទៅក្នុងទូរស័ព្ទដៃរបស់បានប៉ុន្តែបើអ្នកប្រើប្រាស់ Android ត្រឹមត្រូវវាក៏អាចមានសុវត្ថិភាពខ្ពស់ដូចគ្នាដូចជាការ download app ពី Play Store កុំចុច link ចម្លែកនៅក្នុង SMS ឬ Facebook បើ Two Factor Authentication 2FA អាប់ដេតទូរស័ព្ទជាប្រចាំកុំ install APK មិនស្គាល់ប្រភពការពិតទៅទូរស័ព្ទណាក៏ដោយมันអាចមានសុវត្ថិភាព 100% ទេសូម្បីតែ iPhone ក៏អាចត្រូវគេ hacker ឬ scam បានបើអ្នកចុច link คล้ายៗឬឲ្យ OTP ទៅអ្នកផ្សេងមនុស្សជាច្រើនគិតថាខ្ញុំប្រើប្រាស់ iPhone មានសុវត្ថិភាពហើយប៉ុន្តែភ្លេចគិតថា hacker ភាគច្រើន hack មនុស្សមិនមែន hack ទូរស័ព្ទទេសរុបមកបាននិយាយពីប្រព័ន្ធសុវត្ថិភាព iPhone ឬ iOS អាចមានសុវត្ថិភាពជាងបន្តិចប៉ុន្តែបើអ្នកប្រើ Android ដោយប្រុងប្រយ័ត្ននោះប្រព័ន្ធសុវត្ថិភាពក៏មានខ្ពស់ផងដែរជាចុងក្រោយទូរស័ព្ទថ្លៃប៉ុណ្ណាក៏ដោយក៏អាចបាត់ account បានដែរប្រសិនបើអ្នកចុច link scam មួយដោយមិនដឹងប្រភពច្បាស់លាស់